សួស្តីប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើម្ហូបបែបស្រុកស្រែទៀតហើយគឺយើងស្លម្ជូរត្រួយអំពិលជាមួយនឹងត្រីប្រាហើយនាងខ្ញុំក៏នឹងមកអានរឿងស្នេហាខុសភពជាបន្តទៀតណាសូមអញ្ជើញតាមដានស្ដាប់ទាំងអស់គ្នាណាកាលពីពីមុនយើងនិយាយដល់ចរណៃឆ្ងល់រឿងទូរទស្សន៍ហើយគេក៏សួរទៅនរៈសង្ហាវឌ្ឍនាថាអេលោកតើនេះជាអ្វីទៅនរៈក៏ឆ្លើយតបថានេះគេហៅថាទូរទស្សន៍មែនទេតើទូរទស្សន៍ហ្នឹងគេយកទៅធ្វើអីទៅគឺសម្រាប់មើលព័ត៌មានហើយនឹងភាពយន្តនិងមើលកម្មវិធីផ្សេងៗដែលគេចាក់ផ្សាយហ្នឹងណាតើស្អីគេទៅដែលគេចាក់ផ្សាយខ្ញុំដូចជាមិនយល់សោះនៅមានរឿងច្រើនណាស់ដែលអ្នកនាងមិនយល់បានហើយយប់ជ្រៅហើយខ្ញុំចង់សម្រាកចាំស្អែកចាំខ្ញុំប្រាប់អ្នកនាងជាបន្តទៀតខ្ញុំទៅគេងហើយនិយាយរួចហើយវឌ្ឍនាក៏ទៅរកកន្លែងគេងពេលព្រឹកព្រលឹមក៏មកដល់វឌ្ឍនាភ្ញាក់ពីគេងគេក៏បើកភ្នែកមកក៏ឃើញចរណៃកំពុងតែអង្គុយមើលមុខរបស់គេនរៈវឌ្ឍនាស្ទុះងើបយ៉ាងលឿនហើយវឌ្ឍនាក៏និយាយទៅកាន់ចរណៃហេតុអីអ្នកនាងអង្គុយមើលមុខខ្ញុំបែបនេះចរណៃញញឹមហើយនិយាយតបគឺខ្ញុំចង់ដាស់លោកប៉ុន្តែឃើញលោកគេងលក់ស្រួលទើបខ្ញុំអង្គុយមើលមុខលោកទៅហើយខ្ញុំក៏មិនទាន់ស្គាល់ឈ្មោះរបស់លោកទេណាតើលោកឈ្មោះអ្វីទៅណែអ្នកនាងនេះចង់ដាស់ខ្ញុំទាំងព្រឹកហ្នឹងដើម្បីតែចង់សួរឈ្មោះរបស់ខ្ញុំទេមែនទេប្រកាសហើយព្រោះខ្ញុំមិនស្គាល់ឈ្មោះរបស់លោកទើបខ្ញុំមិនដឹងហៅលោកយ៉ាងម៉េចទៅនរៈសង្ហាក៏តបទៅស្រស់ស្រីវិញថាអូខេអ្នកនាងមើលមកខ្ញុំឲ្យច្បាស់ខ្ញុំឈ្មោះវងវឌ្ឍនាបានហៅឬនៅអ្នកនាងពេជ្រចរណៃមណ្ឌវីស្រីញញឹមស្រស់ហើយនិយាយតបនេះឈ្មោះរបស់លោកពីរោះដែរតានរៈសង្ហាក៏តបទៅស្រស់ស្រីវិញថាបើស្គាល់ឈ្មោះខ្ញុំហើយអស់ការអីហើយមែនទេបើអស់ហើយខ្ញុំចូលទៅបន្ទប់ទឹកចរណៃញញឹមស្រស់ហើយនិយាយតបទៅវឌ្ឍនាវិញថាសូមអញ្ជើញចូលចុះលោកប្រុសវឌ្ឍនាចរណៃនិយាយវឌ្ឍនាក៏ដើរចូលទៅក្នុងបន្ទប់ទឹកមួយសន្ទុះក្រោយមកវឌ្ឍនាក៏ចេញពីបន្ទប់ទឹកដោយខ្លួនរបស់គេស្លៀកតែកន្សែងពេលនោះចរណៃឃើញនាងក៏ស្រែកទៅវឌ្ឍនាថាណែលោកហេតុអីក៏ស្លៀកបែបហ្នឹងចរណៃយកដៃបិទមុខហើយបែរខ្នងគេចចេញនាងមិនហ៊ានមើលវឌ្ឍនានោះទេនរៈញញឹមស្រស់ហើយនិយាយតបទៅចរណៃអេអ្នកនាងនេះខ្ញុំទៅតែងូតទឹកនរៈញញឹមស្រស់ហើយនិយាយតបទៅចរណៃអេអ្នកនាងនេះខ្ញុំទៅតែងូតទឹកហើយមិនឲ្យខ្ញុំស្លៀកបែបហ្នឹងតើឲ្យខ្ញុំស្លៀកយ៉ាងម៉េចទៅចរណៃនិយាយតបទាំងអៀនវិញថាតែលោកមិនគួរណាស្លៀកដើរមកបែបហ្នឹងនោះទេដឹងទេខ្ញុំជាមនុស្សស្រីណាលោកខ្ញុំតែងតែមានភាពអៀនខ្មាសអញ្ចឹងហើយនរៈសង្ហាវឌ្ឍនាញញឹមស្រស់ហើយនិយាយតបថានេះអ្នកនាងនេះអ្នកនាងជាខ្មោចណាមិនមែនជាមនុស្សឯណាចាំបាច់អៀនធ្វើអីខ្ញុំទេដែលត្រូវអៀននឹងនាងមិនមែនឲ្យអ្នកនាងមកអៀននឹងខ្ញុំនោះទេចរណៃក៏តបទាំងអៀនទៀតថាលោកវឌ្ឍនាខ្ញុំឈប់និយាយជាមួយលោកហើយខ្ញុំទៅក្រៅវិញល្អជាងនិយាយរួចហើយចរណៃក៏បំបាំងខ្លួនចេញទៅខាងក្រៅមណ្ឌវីស្រីបានដើរមើលនៅក្នុងផ្ទះរបស់វឌ្ឍនាហើយនាងដើរទៅចក្រានបាយក៏ឃើញអ្នកបម្រើកំពុងតែចម្អិនម្ហូបនាងបានដើរទៅក្បែរអ្នកបម្រើនោះហើយនិយាយថាហើយឈ្ងុយដល់ហើយមើលទៅទំនងជាឆ្ងាញ់ហើយប៉ុន្តែធ្វើយ៉ាងម៉េចទៅបានញ៉ាំទៅណោះពេលនោះម្ដាយរបស់វឌ្ឍនាក៏ដើរចូលមកហើយសួរទៅអ្នកបម្រើថានាងសយតើធ្វើម្ហូបឆ្អិនហើយឬនៅនេះថ្ងៃហើយណានាងសយកំពុងតែញាប់ដៃញាប់ជើងហើយនិយាយតបទៅចៅហ្វាយស្រីថាចាលោកស្រីគឺឆ្អិនហើយណាលោកស្រីបើឆ្អិនល្អហើយបញ្ញាប់រៀបដាក់នៅលើតុទៅព្រោះវឌ្ឍនាគេបញ្ញាប់ទៅមើលកូនចៅនៅឯចំការផងចាលោកស្រីចរណៃក៏និយាយថានេះជាម្ដាយរបស់លោកវឌ្ឍនាមែនទេមើលទៅគាត់ដូចជានៅក្មេងដល់ហើយកំពុងតែនិយាយវឌ្ឍនាក៏ដើរចូលមកហើយនិយាយទៅកាន់ម្ដាយរបស់គេថាម៉ាក់អាហារពេលព្រឹកឆ្អិនហើយឬនៅអ្នកមីងបុប្ផាក៏ឆ្លើយតបទៅកូនប្រុសអូឆ្អិនហើយកូននាងសយកំពុងតែរៀបចំហើយកូនចរណៃដើរមកជិតវឌ្ឍនាហើយសួរទៅនរៈថាលោកវឌ្ឍនានេះជាម៉ាក់របស់លោកមែនទេមើលទៅគាត់នៅក្មេងដល់ហើយនរៈសង្ហាវឌ្ឍនានិយាយតបតិចៗដោយមិនឲ្យម្ដាយលើពិតមែនហើយគាត់ជាម៉ាក់របស់ខ្ញុំ
ពេលនោះម្ដាយរបស់វឌ្ឍនាឃើញវឌ្ឍនាកំពុងតែនិយាយម្នាក់ឯង គាត់ក៏សួរទៅកូនប្រុស វឌ្ឍនា នេះកូនកំពុងតែនិយាយជាមួយនរណាគេហ្នឹង?